ជំរាបសួរបងប្អូនទាំងអស់គ្នាមានពាក្យមួយឃ្លាដែលគេនិយាយថាការស្ដីបន្ទោសបង្កើតឲ្យមានភាពភ័យខ្លាចហើយភាពភ័យខ្លាចគឺជាឧបសគ្គរារាំងក្នុងការធ្វើអ្វីមួយឬក៏ជាឧបសគ្គក្នុងការរារាំងនៅក្នុងការអភិវឌ្ឍខ្លួនពាក្យមួយឃ្លានេះខ្ញុំគិតថាជាពាក្យមួយឃ្លាដែលត្រឹមត្រូវខ្លាំងមែនទែនពីព្រោះខ្ញុំជឿថាមិនថាខ្ញុំមិនថាបងប្អូនទាំងអស់គ្នាដែលកំពុងតែស្ដាប់ទេសុទ្ធតែធ្លាប់បានទទួលបានការស្ដីបន្ទោសឲ្យមែនអត់ហើយក្នុងរឿងដែលយើងធ្វើខុសហ្នឹងយើងពិតជាអត់ចង់ធ្វើវាខុសទេខ្ញុំជឿថាយើងទាំងអស់គ្នាអត់ចង់ធ្វើរឿងអីមួយយ៉ាងខុសទេហើយក៏អត់ចង់បានពាក្យស្ដីបន្ទោសដែរមែនអត់អញ្ចឹងត្រង់ចំណុចនេះនៅពេលដែលយើងទាំងអស់គ្នាតែងតែទទួលបានពាក្យស្ដីបន្ទោសជាញឹកញាប់ជាញយដងដដែលខ្ញុំជឿថាមិនថាខ្ញុំមិនថាបងប្អូនទាំងអស់គ្នាធ្លាប់មានអារម្មណ៍នឹងអត់នៅពេលដែលធ្វើរឿងអីមួយយ៉ាងហ្នឹងដូចជាធ្វើអត់លះសោះដូចជាអត់សូវហ៊ានធ្វើរឿងហ្នឹងឯងធ្វើទៅមានអារម្មណ៍ថាខ្លាចខុសខ្លាចគេស្ដីបន្ទោសពីព្រោះពាក្យស្ដីបន្ទោសដែលយើងតែងតែទទួលបានពីមនុស្សដែលនៅជុំវិញខ្លួនឬក៏អ្នកណាដែលគាត់ចូលចិត្តស្ដីបន្ទោសឲ្យយើងអារម្មណ៍ភ័យខ្លាចវានឹងកើតឡើងដោយអូតូម៉ាទិកនៅក្នុងខ្លួនយើងដោយយើងអត់ដឹងខ្លួនទេអញ្ចឹងពេលដែលយើងចង់ធ្វើអីម្យ៉ាងធ្វើអត់លះជួនកាលរឿងហ្នឹងយើងចេះធ្វើយើងអាចធ្វើវាបានហើយយើងបដ ாய் ឲ្យរឿងហ្នឹងបដ ாய் ឲ្យខ្លួនឯងអត់ធ្វើវាមែនអត់ធ្លាប់មានអារម្មណ៍ហ្នឹងអត់អញ្ចឹងកន្លែងនេះគឺជាខ្ញុំគិតថាជារឿងសំខាន់ខ្លាំងមែនទែនដែលយើងទាំងអស់គ្នាគួរតែដឹងថាបើសិនជាយើងតែងតែទទួលបានពាក្យស្ដីបន្ទោសយើងគួរតែទី1អ្នកដែលតែងតែទទួលបានគេស្ដីបន្ទោសគួរតែគេហៅថាមានការប្រយ័ត្នខ្លួនហ្នឹងហើយមានវិធីសាស្ត្រក្នុងការការពារខ្លួនដើម្បីកុំឲ្យពាក្យហ្នឹងវាចូលទៅក្នុងខ្លួនរបស់យើងចូលក្នុងផ្នត់គំនិតរបស់យើងដោយមិនដឹងខ្លួនដែរចឹងសំណួរមានសំណួរមួយទៀតសួរចុះបើសិនបើយើងធ្វើខុសអញ្ចឹងបើសិនជាមិនស្ដីបន្ទោសតែយើងគួរធ្វើម៉េចវិញបើសិនជាឧទាហរណ៍បើសិនជាអ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុនមួយស្ថាប័នណាមួយជាអ្នកគ្រប់គ្រងក្នុងអង្គភាពណាមួយជាអ្នកដឹកនាំហ្នឹងហើយជាអ្នកគ្រប់គ្រងក្នុងគ្រួសារចុះបើសិនជាឃើញគាត់នឹងធ្វើខុសហើយតែយើងបើសិនជាយើងមិនស្ដីបន្ទោសគាត់តែយើងគួរធ្វើម៉េចវិញនេះជាយោបល់របស់ខ្ញុំជាកំណត់របស់ខ្ញុំទេហើយបើសិនជាល្អបងប្អូនអាចយកទៅអនុវត្តបានហើយបើសិនជាអត់ល្អទេបងប្អូនអាចមិនយកវាក៏បានដែរអញ្ចឹងតាមយោបល់របស់ខ្ញុំរឿងដែលយើងត្រូវធ្វើទី1នៅពេលដែលយើងធ្វើអ្នកណាម្នាក់ដែលគាត់ធ្វើខុសទី1អ្វីដែលយើងត្រូវធ្វើគឺយើងទៅណែនាំគាត់ឬក៏ប្រាប់គាត់ពីវិធីដែលត្រឹមត្រូវយើងកុំខឹងកុំមានអារម្មណ៍ខឹងចំពោះគាត់យើងគិតថាដោយសារតែគាត់អត់ដឹងពីវិធីដែលត្រឹមត្រូវអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺទៅប្រាប់គាត់ពីវិធីដែលត្រឹមត្រូវក្នុងការធ្វើហ្នឹងហើយខ្ញុំឧទាហរណ៍ថារឿងហ្នឹងគេមិនមែនធ្វើអញ្ចឹងទេគេគួរតែធ្វើអញ្ចឹងវិញយើងធ្វើអញ្ចឹងវិញជារឿងដែលត្រឹមត្រូវអញ្ចឹងរឿងទី1គឺប្រាប់វិធីដែលត្រឹមត្រូវរឿងទី2គឺលើកទឹកចិត្តគាត់ឲ្យព្យាយាមធ្វើវិធីដែលត្រឹមត្រូវហ្នឹងបាទព្យាយាមធ្វើវាឲ្យត្រឹមត្រូវកុំខ្លាចក្នុងការធ្វើកំហុសក្នុងរឿងហ្នឹងបាទលើកទឹកចិត្តគាត់ឲ្យគាត់ព្យាយាមធ្វើរឿងហ្នឹងឲ្យត្រឹមត្រូវឡើងវិញថាគាត់ប្រកាសជាអាចធ្វើវាបានពីព្រោះកន្លែងនេះគឺជាចំណុចសំខាន់មែនតើបងប្អូនទាំងអស់គ្នាយល់ស្របជាមួយខ្ញុំទេមិនថារឿងអីក៏ដោយដែលយើងមិនធ្លាប់ធ្វើពីមុនមកទេរឿងហ្នឹងយើងអត់ដែលធ្លាប់ធ្វើអត់ចេះទេប៉ុន្តែនៅពេលដែលយើងព្យាយាមធ្វើវាម្ដងហើយម្ដងទៀតអាចថាដំបូងវារៀងពិបាកបន្តិចចោះប៉ុន្តែនៅពេលដែលយើងព្យាយាមធ្វើវាម្ដងហើយម្ដងទៀតព្យាយាមម្ដងហើយម្ដងទៀតខ្ញុំជឿថាបងប្អូននឹងរៀនសូត្រពីកំហុសដែលខ្លួនឯងបានធ្វើខុសបន្ទាប់មកបងប្អូននឹងមានជំនាញទៅលើរឿងនោះបងប្អូននឹងស្ទាត់ជំនាញទៅលើរឿងនោះបាទអ
ចឹងនៅពេលដែលបងប្អូន start ជំនាញទៅលើរឿងនោះពិតប្រាកដ 100% បងប្អូនប្រកាសជាអាចធ្វើវាបានហើយមែនអត់នេះជាចំណុចសំខាន់ដែលខ្ញុំចង់ចែកម្លែកទៅបងប្អូនទាំងអស់គ្នាថាមិនថារឿងអីក៏ដោយនៅក្នុងជីវិតរបស់យើងនៅពេលដែលយើងព្យាយាមធ្វើវាម្ដងហើយម្ដងទៀតរៀនសូត្រពីកំហុសខ្លួនឯងព្យាយាមរកវិធីដែលត្រឹមត្រូវព្យាយាមម្ដងហើយម្ដងទៀតដល់ពេលវេលាមួយវានឹងក្លាយទៅជាជំនាញរបស់យើងវានឹងក្លាយទៅជាអ្វីមួយយ៉ាងដែលយើង start ជំនាញហើយនៅពេលដែលវាក្លាយជាជំនាញយើង start ជំនាញយើងប្រកាសជាអាចធ្វើវាបានហើយពីព្រោះខ្ញុំជឿថាមនុស្សយើងម្នាក់មកពីប្រភពផ្សេងគ្នាឯងមែនអត់អ្នកខ្លះគាត់ក៏ជាមនុស្សដែលប៉ាកែយល់ប្រាប់អីទៅគាត់ឆាប់យល់គាត់ធ្វើរឿងមកបានលឿនប៉ុន្តែមនុស្សមួយចំនួនក៏គាត់មកពីប្រភពផ្សេងមកពីមជ្ឈដ្ឋានផ្សេងដែលគាត់ធ្វើរឿងអីមួយគឺគាត់ពិបាកយល់មែនតើពេលដែលយើងប្រាប់គាត់ទៅគាត់ត្រូវការពេលវេលាមួយក្នុងការធ្វើរឿងហ្នឹងឲ្យត្រឹមត្រូវក្នុងប្រើពេលវេលាក្នុងការធ្វើរឿងហ្នឹងមួយឲ្យបានអញ្ចឹងនេះជាចំណុចសំខាន់ថារឿងអីក៏ដោយដែលយើងព្យាយាមធ្វើវាម្ដងហើយម្ដងទៀតនៅពេលដែលយើងធ្វើម្ដងហើយម្ដងទៀតវានឹងក្លាយទៅជាជំនាញយើងនឹង start ជំនាញលើរឿងនោះហើយយើងអាចធ្វើវាបានអញ្ចឹងមិនថាក្រុមការងាររបស់យើងក្រុមគ្រួសាររបស់យើងកូនចៅរបស់យើងឬក៏អ្នកណាក៏ដោយដែលគាត់ធ្វើអីម្យ៉ាងធ្វើខុសកុំខឹងសម្បាកុំស្ដីបន្ទោសគាត់អ្វីដែលយើងត្រូវធ្វើគឺប្រាប់ពីវិធីដែលត្រឹមត្រូវឲ្យគាត់ព្យាយាមធ្វើរឿងហ្នឹងឲ្យគាត់ព្យាយាមស្វែងរកវិធីដែលត្រឹមត្រូវលើកទឹកចិត្តគាត់បាទអញ្ចឹង 100%គាត់ប្រកាសជាអាចធ្វើបានដូចគ្នាដូច្នេះប្រធានបទរបស់ខ្ញុំដែលខ្ញុំចង់ចែកម្លែកមានតែប៉ុណ្្នេះក៏សូមអរគុណបងប្អូនទាំងអស់គ្នាហើយក៏សូមជូនពរឲ្យបងប្អូនទាំងអស់គ្នាឆ្នាំថ្មីនេះទទួលបាននូវសុខុមាលភាពដែលជាសេចក្តីសុខពេញលេញមានទាំងសុខភាពល្អបរិបូរណ៍ទាំងរាងកាយខាងក្រៅនិងខាងក្នុងខ្លួនប្រកបមុខរបររកស៊ីផ្សេងទទួលបានភាពជោគជ័យទទួលបានទ្រព្យសម្បត្តិស្នុកស្នំនិងមានពេលវេលារីករាយជាមួយក្រុមគ្រួសារជាពិសេសទទួលបានគតិបណ្ឌិតជាផ្នត់គំនិតត្រឹមត្រូវគិតល្អធ្វើរឿងល្អនៅក្នុងសង្គមហើយក៏សូមជូនពរឲ្យបងប្អូនទាំងអស់គ្នាធ្វើដំណើរទីជិតទីឆ្ងាយប្រកបដោយសុវត្ថិភាពបាទសូមអរគុណ